ជំរាបសួរសួស្តីប្រិមត្តទាំងឡាយតែចិត្តទាំងឆ្ងាយតែថ្មីទាំងចាត្រឡប់មកជួបអេមីនថ្ងៃនេះទៀតហើយណាហើយនៅថ្ងៃនេះដែរអេដមីនបានលើកយកខ្សែភាពយន្តរបស់ប្រទេសកូរ៉េមួយខ្សែយកមកសម្រាប់ចែកជូនប្រិយមិត្តរឿងនេះគឺមានចំណងជើងថា Midnight Sun សាច់រឿងគឺបាននិយាយពីនារីម្នាក់ដែលនាងមានជំងឺប៉ះថ្ងៃមិនបាននិយាយទៅគឺនាងអាឡែស៊ីជំងឺពន្លឺថ្ងៃតែម្ដងដូច្នេះហើយនាងអាចដើរហើរបានតែពេលយប់តែប៉ុណ្ណោះបើតាមស្ដាប់មើលទៅនាងដូចជាបិសាចជញ្ជក់ឈាមអញ្ចឹងមែនអត់លុះមាននៅថ្ងៃមួយនាងក៏បានលងស្នេហ៍ទៅលើបរិសម្នាក់ហើយនាងក៏បានលាក់ពីជំងឺរបស់នាងបានឲ្យគេបានដឹងឡើយអញ្ចឹងហើយតើស្នេហាមួយនេះអាចដើរទៅមុខបានដែរឬទេដូចនេះចូលមកតាមដានទស្សនាជាមួយអ្នកមេថានេះទាំងអស់គ្នាបើកឆាកនៃសាច់រឿងមកយើងបានឃើញនារីម្នាក់កំពុងតែលេងហ្គីតាតែម្នាក់ឯងនាងមានឈ្មោះថាមីសុលហើយមីសុលនឹងហើយដែលមានជំងឺប៉ះថ្ងៃមិនបាននោះជំងឺនឹងផងដែរគឺជាជំងឺដែលកម្រខ្លាំងមែនតើលុះបានមួយសន្ទុះមកម៉ោងរោនៅក្នុងទូរស័ព្ទរបស់មីសុលហ្នឹងក៏បានលោតឡើងគឺនៅសល់តែ5នាទីទៀតតែប៉ុណ្ណោះដល់ពេលថ្ងៃរះហើយមីសូឡាក៏បានងើបទៅបិទវាំងននការពារដើម្បីកុំឲ្យពន្លឺថ្ងៃហ្នឹងជះចាំងចូលមកប៉ះរាងកាយរបស់នាងបានបន្តមកទៀតមកនាងក៏ចូលទៅសង្ងំគេងបាត់ទៅហើយ Good Morning របស់នាងគឺម៉ោង3រសៀលតែម្ដងចាមិនមែនម៉ោង7ព្រឹកអីទេណាមីសូឡានាងក៏ងើបលុកមុខលុកមាត់ហើយសប្តាហ៍ថ្ងៃនេះដែរមីសូឡានាងក្រាស់ទៅលើបរិសម្នាក់គេគឺជាអ្នកលក់ផ្លែឈើតាមឡានហើយមីសូឡានាងក៏មាន best friend ម្នាក់ដែរដែល best friend នោះគឺមានឈ្មោះថាអុកខ្ជុងហើយដែលអុកខ្ជុងបានឃើញថាមីសុលនឹងចាប់ចិត្តខ្លាំងទៅលើបរិអ្នកលក់ផ្លែឈើនោះម្ល៉េះហើយចាំនាងជាអ្នកជួយចុះទៅសួរឲ្យទៅចុះលក្ខណៈថានាងសុំធ្វើជាមេអណ្ដាកអីអញ្ចឹងណាហើយមានអីណាបន្ទាប់ពីបានជួបអ្នកលក់នឹងហើយអុកខ្ជុងនឹងលងស្នេហ៍គេដែរបារហើយឡើងសាំមែនតែនហ្មងណាអុកខ្ជុងនឹងក៏បាននិយាយប្រាប់ទៅកាន់មីសុលឡាឲ្យយើងសុំតោហាយើងមើលទៅគេបែបជាចូលចិត្តមនុស្សខ្ជុះខ្ជុះដូចជាយើងទេណែមើលណែពេលដែលយើងធ្វើជាស្រឡឹងមើលផ្លែឈើនោះគេក៏សួរយើងថាតានាងចូលចិត្តផ្លែឈើអីយើងក៏ប្រាប់គេទៅថាយើងចូលចិត្តផ្លែផ្លាំគេស្រាប់តែយកផ្លែផ្លាំមកឲ្យយើងហ្មងហើយគេនិយាយថានាងចូលចិត្តផ្លែឈើស្អាតដូចជានាងដែរមីសុលពេលបានលឺអញ្ចឹងអីខកសង្ឃឹមអស់បាត់យ៉ាប់មែនតែនហ្មងមែនតាគេនេះចុះឡើងទៅស្រឡាញ់គ្នាវិញអីណាបន្តមកទៀតមកពួកគេទាំងពីរនាក់ហ្នឹងក៏បានចុះមកខាងក្រោមញ៉ាំអីជាមួយគ្នាហើយពួកគេក៏បានឃើញម៉ាក់មីសុលហ្នឹងទិញផ្លែប៉េះមកឡើងច្រើនម៉ាក់ហ្នឹងក៏និយាយប្រាប់ទៅគាត់ថាអ្នកលក់ប្រុសក្មេងនោះចិត្តល្អដល់ហើយគេបានសួរគាត់ថាគាត់ហ្នឹងចូលចិត្តផ្លែអីដល់ពេលដែលគាត់ប្រាប់ថាគឺជាផ្លែប៉េះក្មេងប្រុសហ្នឹងក៏និយាយថាអ្នកមីងចូលចិត្តផ្លែឈើស្អាតដូចជាអ្នកមីងដែរអញកាប់ពិតទៅអ្នកលក់ហ្នឹងនិយាយតែអញ្ចឹងដាក់គ្រប់តែគ្នាគេនិយាយផ្អែមតាក់ម៉ួយនោះអីអុកខ្ជុងខំតែគិតថាអ្នកលក់ហ្នឹងចាប់អារម្មណ៍មកលើនាងឯងតើរីឯមីសូឡាណានាងក៏មានសង្ឃឹមវិញបារហើយលុះដល់ថ្ងៃស្អែកឡើងបានចូលមកដល់មីសូឡានាងក៏ខំរកមើលអ្នកលក់ប៉ុន្តែមានឯណាបាត់សមោលគេឯសូនឆឹងហើយមិនមែនបាត់មួយថ្ងៃទេ2ថ្ងៃក៏បាត់3ថ្ងៃហ្នឹងក៏មិនឃើញទេហើយអ្នកលក់ហ្នឹងទៅណាអញ្ចេះអីក៏បាត់យូរម៉ែតលតែនៅយប់មួយនោះមីសុលក៏បានឃើញអ្នកលក់ហ្នឹងមកលក់ផ្លែឈើនៅពីមុខផ្ទះរបស់នាងដែលចាយដន់ប៉ុន្តែគេឈប់លក់តែមួយផ្លែទេហើយគេក៏បានចេញឡានទៅបាត់អាស្រ័យត្រូវតែរត់តាមឲ្យបាននាងត្រូវតែរត់តាមក្តីសម័យរបស់នាងហើយពេលហ្នឹងរត់ឡើងចង់ដាច់ខ្យល់ចេះសំណាងដែរពេលដែលមីសុលហ្នឹងខំស្រែកហៅអ្នកលក់ហ្នឹងចេះស្ដាប់ឮគេក៏បានថយឡានមកខាងក្រោយវិញហើយអ្នកលក់ហ្នឹងចង់ឆ្ងល់ទៀតនេះជាពិសេសពេលដែលគេបានឃើញមីសុលហ្នឹងពាក់តែស្រោមជើងតែប៉ុណ្ណោះរីឯមីសុលក៏និយាយទាំងដង្ហក់ថានាងចង់ទិញផ្លែប៉ោមអ្នកលក់ខ្ចប់ផ្លែប៉ោមឲ្យហើយក៏និយាយថានាងបែបជាចូលចិត្តផ្លែប៉ោមឯងមើលទៅការប៉ិតមីសុលចង់ជួបមុខអ្នកលក់សោះហើយអ្នកលក់ហ្នឹងក៏និយាយប្រាប់ថាមីសុលហ្នឹងបើចាំបីរត់តាមគេក៏បានដែរថ្ងៃស្អែកនេះគេមកលក់ទៀតដែរតើប៉ុន្តែមីសុលក៏និយាយតបថាខ្ញុំមកទិញពេលថ្ងៃអត់កើតទេដោយសារតែការងាររបស់ខ្ញុំមីសុលនាងក៏ហាក់អញ្ចឹងបារហើយទៅហើយនាងក៏ថែមទាំងសុំឲ្យអ្នកលក់ហ្នឹងមកលក់នៅម្ដងផ្ទះរបស់នាងនៅពេលយប់ប៉ុន្តែអ្នកលក់ធ្វើអញ្ចឹងមិនកើតហើយដោយសារតែក្តីអាណិតគេក៏បានហុចនាងមកបានតែឲ្យមីសុលទៅចុះរួមទាំងប្រាប់ថាបើសិនជាមីសុលហ្នឹងត្រូវការអីនាងក៏ទូរស័ព្ទមករកគេទៅចុះចាំគេហ្នឹងជាអ្នកដឹកយកមកឲ្យមីសុលបាននាងមកបានគេអញ្ចឹងហើយសែនរំភើបចិត្តខ្លាំងណាស់ថ្ងៃស្អែកឡើងមីសុលក៏បានអួតប្រាប់អុកខ្ជុងឲ្យបានដឹងពួកម៉ាក់ឯនេះវិញចង់ជួយពួកម៉ាក់នោះអញ្ចឹងហើយចាំអុកខ្ជុងហ្នឹងជួយកែប្រែរូបរាងថ្មីតើមីសុល
ដើម្បីតែឲ្យអ្នកលក់ហ្នឹងកាន់តែចាប់អារម្មណ៍មកលើមីសលថែមមួយកម្រិតទៀតពេលហ្នឹងមិនដឹងថាអុកខ្យងហ្នឹងចង់កាត់សាក់ម៉ូតអីទេនេះនាងក៏បានតែមីសលហ្នឹងបិទភ្នែកទៅហើយចាំរាប់ដល់3ចាំបើកភ្នែកមកវិញរីឯនាងខ្លួនឯងវិញក៏បានរត់ចេញទៅខាងក្រៅផ្ទះយ៉ាងលឿននាងក៏ថែមទាំងផ្ដាំប្រាក់ម៉ាក់មីសលថាមករយៈទៀតនេះនាងនឹងអត់សូវបានមកលេងឡើយបែបនេះយើងនាំគ្នាទៅមើលម៉ូតសក់របស់មីសលទៅមើលអូអញ្ចឹងអូខេយល់ហើយមីសលនាងចង់យំហ្នឹងក៏យំលេងចាញ់ដែរអញ្ចឹងអីនេះលុះដល់ពេលយប់ឡើងមីសលក៏បានមកអង្គុយចាំឡានអ្នកលក់ព្រោះតែនាងអឺដឺទិញផ្លែប៉ោមនោះអ្នកលក់ហ្នឹងក៏បានដឹកមកឲ្យហើយដើម្បីតែជាការតបស្នងដែលអ្នកដឹកហ្នឹងខំដឹកមកឲ្យនាងមីសលក៏បានធ្វើទឹកផ្លែឈើហ្នឹងទៅឲ្យអ្នកលក់ញ៉ាំហើយពួកគេក៏នៅអង្គុយនិយាយគ្នាលេងបន្តិចទៅម្នាក់ហ្នឹងក៏បានសួរពីមុខរបស់គ្នាទៅវិញទៅមកដោយសារតែអ្នកលក់ហ្នឹងប្រាប់ថាគេមកលក់ផ្លែឈើហ្នឹងគឺលក់ជំនួសឪពុករបស់គេតែប៉ុណ្ណោះព្រោះតែឪពុករបស់គេហ្នឹងឈឺហើយគេក៏មិនទាន់ប្រាប់ការងាររបស់គេពិតតែឲ្យមីសលបានដឹងងាយទេគេក៏បានធ្វើកាយវិការឲ្យមីសលមើលសិនមីសលហ្នឹងសាក់ទាយទៅមើលមីសលនាងទាយគ្មានតែត្រូវឡើយអញ្ចឹងទៅអ្នកលក់ក៏និយាយថាមិនអីទេតែយូរបន្តិចទៅនាងគង់តែដឹងហើយគេក៏បានសួរពីការងាររបស់មីសលវិញប៉ុន្តែគេមិនទាន់ឲ្យមីសលប្រាប់គេឡើយដែលគេហ្នឹងចង់ទាយដែរហើយមុននឹងទាយគេសុំមើលដៃរបស់មីសលបន្តិចមើលពេលដែលគេមើលដៃហើយគេដឹងតែទាយត្រូវហ្មងហើយគេគឺពិតជាទាយត្រូវមែនដែលគេបានទាយថាមីសលហ្នឹងគឺជាអ្នកលេងហ្គីតារីឯមីសលពេលដែលបានគេមើលដៃអញ្ចឹងហើយនាងរំភើបចិត្តខ្លាំងណាស់ហើយនៅកំឡុងពេលហ្នឹងផងដែរប៉ាមីសលក៏បានមកឃើញតែចៃដន្យចំហេអាណាគេអង្គុយញ៉ាយកូនគាត់ហ្នឹងគាត់ក៏ចង់ចូលទៅរំខានប៉ុន្តែអុកខ្យងហ្នឹងក៏បានចូលមកខាត់តាន់ដោយសារតែមុនហ្នឹងនាងមកលក់មើលពួកម៉ាក់ញ៉ាយគ្នាមួយថ្ងៃឯហ្នឹងចំណែកឯមីសលហើយនឹងអ្នកលក់និយាយពីថានិយាយចូលគ្នាសាហាវព្រោះតែពួកគេចូលចិត្តអ្នកចម្រៀងដូចគ្នាអញ្ចឹងហើយពួកគេនិយាយគ្នាឡើងយូរទៅហើយប៉ុន្តែពួកគេដូចជាមិនទាន់ស្គាល់ឈ្មោះគ្នាសោះអ្នកលក់ហ្នឹងក៏បានណែនាំខ្លួនទៅថាគេមានឈ្មោះថាគីមមីនជុនមីសលក៏ណែនាំខ្លួនវិញដែរថានាងមានឈ្មោះថាមីសលហើយសាច់រឿងក៏បានកាត់មកនៅថ្ងៃបន្ទាប់ទៀតអុកខ្យងឥឡូវហ៊ានមកលេងនៅផ្ទះមីសលវិញហើយណាមួយនាងក៏ចង់សួរនាំរឿងការប្រយុទ្ធមិញហ្នឹងផងពួកគេទាំងពីរហ្នឹងញ៉ែគ្នាស្អីគេខ្លះហាមីសលប្រាប់បានតើប៉ុន្តែនាងសុំសងសឹកជាមុនសិននាងក៏បានកាត់សក់មុខរបស់អុកខ្យងហ្នឹងឯខ្ទេចវិញធ្វើមិនចោម្ដងម្នាក់ទេហើយឥឡូវនេះរួចគ្នាហើយណាជាបន្តមកដោយអុកខ្យងបានដឹងពីការសន្ទនារវាងមីសលហើយនិងមីនជុននាងក៏បានប្រាប់ឲ្យមីសលហ្នឹងទៅច្រៀងឲ្យមីនជុនស្ដាប់តែម្ដងទៅនិយាយទៅអុកខ្យងហ្នឹងមិនដែលមានស្នេហាទេប៉ុន្តែឲ្យយោបល់មកឡើងមកបេនហ្មងណាមីសលនាងក៏ស្ដាប់តាមទាំងអស់ដោយនៅពេលយប់ឡើងបានចូលមកដល់នាងក៏ធ្វើជាអង្គុយដេញហ្គីតាតែម្នាក់ឯងហើយនាងក៏បានកំងផ្លែប៉ោមឲ្យមីនជុនហ្នឹងដឹកមកឲ្យនាងដល់ពេលដែលមីនជុនដឹកមកដល់ហើយមីសលហ្នឹងក៏ធ្វើជាចង់ច្រៀងឲ្យមីនជុនស្ដាប់ណាមួយមីនជុនខំមកទាំងហត់ដែរម្ល៉េះហើយក៏នៅសម្រាប់ស្ដាប់នាងច្រៀងបន្តិចទៅអីដល់អញ្ចឹងហើយមីនជុនក៏ចង់ស្ដាប់បទចម្រៀង original ដែលមីសលហ្នឹងតែងតែខ្លួនឯងតែម្ដងមីសលក៏ប្រាប់វិញទៅថានាងមិនដែលច្រៀងឲ្យពីណាគេផ្សេងស្ដាប់ផងហ្នឹងមីនជុនក៏តបថាបើអញ្ចឹងមែនគឺល្អហើយចាំខ្ញុំមកជាអ្នកជួយស្ដាប់ហើយខ្ញុំមកនឹងរ៉េតឲ្យដូចនេះហើយមីសលនាងក៏បានលេងភ្លេងឲ្យស្ដាប់រួមទាំងការច្រៀងយ៉ាងពិរោះស្រទន់គួបផ្សំនឹងបរិយាកាសល្អទៀតអារម្មណ៍ពេលនេះនិយាយពីថាល្អស្រស់ស្រាយសាហាវមីនជុនណាគេឡើងចូលចិត្តហើយគេក៏ថែមទាំងសរសើរទៀតផងថាមីសលមានទេពកោសល្យគេក៏ចង់ស្ដាប់មួយបទទៀតមីសលនាងក៏អូកាឡាមួយសិនដែលនាងបាននិយាយថាខ្ញុំមកជាអ្នកច្រៀងរហូតមិនកើតពួកយើងគួរតែមានទៅមានមកម្ល៉េះហើយមីនជុនក៏បានបបួលមីសលហ្នឹងទៅមើលកូនជាមួយគ្នាដល់ថ្ងៃស្អែកល្ងាចនេះមីសលហ្នឹងទំនេរដែរទេមីសលហ្នឹងគ្មានទៅរវល់អីទេប៉ុន្តែនាងក៏តបថាខ្ញុំរៀងរវល់ដែរប៉ុន្តែល្ងាចស្អែកនេះអត់អីទេចុះឡើងទៅអូខេជាមួយគេតារ៉ាវសោះលុះដល់ថ្ងៃស្អែកព្រឹកឡើងមីសលក៏បានសួរយោបល់ពីអុកខ្យងហ្នឹងក៏ស្រាប់តែម៉ៃថាអញ្ចាគេបបួលឯងទៅមើលកូនអញ្ចឹងដងតែគេចាប់អារម្មណ៍ទៅលើឯងហើយសំខាន់ណាមើលកូនលក្ខណៈត្រៃអ៊ីនទៀតនឹងដងតែគេចង់ថាប់ឯងហ្មងអុកខ្យងហ្នឹងប៉ិនសម័យមិនណយដែរហ្នឹងណាមីសលឯនេះវិញពេលដែលឮថាគេចង់ថើបអញ្ចឹងហើយនាងឡើងភ័យនាងអត់ដែរថើបពីណាគេផងហ្នឹងហើយថើបហ្នឹងគេធ្វើមិនអីមិនទៅអុកខ្យងនាងមិនដឹងដូចតែគ្នាហ្នឹងប៉ុន្តែនាងក៏និយាយថាអញ្ចាអូយទៅដល់ពេលឯងដឹងហើយតែថើបគ្នាហ្នឹងគេធ្វើអ្មិនខ្លះលុះដល់យប់ឡើងបានចូលមកដល់មីសលនាងក៏បានចេញមកមើលកូនជាមួយនឹងមីនជុនហើយកូនត្រៃអ៊ីនគេគឺគេមើលបែបនេះឯងនិយាយទៅបើចាំបាច់ប្រវាក់ចូលរោងកុនអីទេពួកយើងគឺអាចមើលតែតាមទីសាធារណៈដែលពួកយើងអង្គុយមើលនៅក្នុងឡាននេះអញ្ចឹងណាហើយនៅកំឡុងពេលហ្នឹងប៉ាមីសលឯណាគាត់ក៏ទៅតែដឹងពីម៉ាក់មីសលមកថាកូនរបស់ពួកគាត់ហ្នឹងមានស្នេហាហើយយប់នេះក៏មានជាការទៅដេតជាមួយគ្នាអីចឹងទៅប៉ាមីសលពិតជាបារម្ភខ្លាំងណាស់ប៉ុន្តែម៉ាក់មីសលក៏និយាយប្រាប់វិញគាត់ថាកូនស្រីពួកគាត់គឺអាយុ20ឆ្នាំហើយឲ្យគ្នាហ្នឹងមានសេរីភាពខ្លះទៅហើយវ័យហ្នឹងគឺជាវ័យដែលកំពុងតែពេញស្រាប់បំប្រងណាឥឡូវយើងបកមកមើលមកគូនេះវិញនៅសោកមីនជូហ្នឹងក៏ខិតមកអង្គុយ
ยหลังจัดมีซอลแบะดงมีซอลหลังจองโลดใจมาขังคราวเนียงก็บานเตรียมขลุ่นรวยเจ็ดไร่ดับใบแต่มินโจนังถาบเนียงให้เมียไหนนะมินโจนังจังปราบไอมีซอลเมื่อเรื่องไอตอนนะเคยเหน่เนื้อข่อยตัวไอหนวคือเจี๊ยเป็นอาเกได้มันแน่เนื้อคือจะมินโจนังแต่มาดองอ๋อกางเงี้ยระบอกแกคือจะตัวสำได้จังเหรอกาเปิดเตอคือแบบนี้เต้ลูเปลดับพวกแกต่างปีบานเมื่อเรื่องจับมินโจนักับบานช่วยจุนมีซอลตลอดหมอบแท้เนื้อตามเพลิงนังมินโจนก่อนได้ใหญ่ท่าปวดเยื้องด้วยจะมีในไซจุ่มขณีดาไลปวดเยื้องจูบขณีนี้ด้วยเตบดาจับเอาอย่างจังขยอมคือเจียดาราสมได้รีแอเนียงวันนี้คือจะเนี่ยจมเรียงทำไมแต่บัดแต่เลยนี้ปวดเยื้องธรรมดาปวดเยื้องเหมือนตอนละใบคอมเมนต์เปิดปอนตายแต่ทั้งไงมุกเตอเนี่ยนาเกเมอร์เคยหยอสลับแต่มีซอแหล่นะเนียงมันจังในใหญ่ไปเรื่องอนาคตเล่าตักหมกเนียงก็เสร็จเพลียมเฮาเนียงกับบานส้มเจงตะเตะมนไตมาในไอ้บ้านลูเปลแต่มีซอลบานมาดาปีหมกแท้ปลาระบาเนียงก็เนยจำเดิมหมกนังรวยเจียสายก็ได้จังส่วนน้อมแต่การเด็ดขณีมนนังไม่ได้ให้กอดกับจังดังเตี้ยถ้าตามีซอลนังเมียนบานปราบเกกาเปิดเนื้อมีซอลัสงัดหมอหลังเฉียบปลามีซอลัสก็ในใหญ่เตี้ยทาปลาโยลเปียรำบอกก้นตายอย่างน่าก็ได้ก้นน่าเตยแต่ปราบเกบานดังดำใบตายกับไอ้ก้นแต่งปีเมียนสมเปียท่าก้นมีซอลัสกับครอนแต่ในใหญ่ต้อมจ้าป้าจำก้นหนังจัดใจเฮาเนียงกับบานได้โจแต่ขนมบันโตบ้านโลดาเปลือกไงทำไมมินโจนันได้ก็กับป้องกุยชงาแต่มาในไอ้ให้ไทยบ้านเนื้อซอกมีซอลเซนจังหนอเกยด้วยจุดเกิดเหมือนใจซะให้กรอนแต่นักดาวมาดังหามดาวแพลดดาวมีซอลแล้วงับบ้าพญาซามานัดจูบเกยเนื้อหลังเงี้ยนี่โดยชนะเฮาเป็นหลังเงี้ยลางบานโจมาดัลปัวเกยต่างปีกับบ้านมาจูบคะแนนในกระไรยำมีซอลแล้วเนี่ยโดยเชื่อเหมือนคลาฮันในใหญ่ปราบกาเปิดซะเดียงสมดักมาต่อยปีต่อยสันเมื่อปนตายปะปอนดังแต่เฮาเยอะก่อนเนียในตาในใหญ่เหมือนใจได้เมียนผักจอผักล้างอะไรนั่งสว่างบ้านดาวไปสว่างจังเฮาเยอะก่อตังเพลย์ใหญ่ทำมนดังเนี่ยจอนในใหญ่ปีไอเก่งแช่เนี่ยจามสดาปเนี่ยวันนี้หลังจอนสเตตรุงเฮามีซอแล้วก็เตยจะนักเคยในใหญ่ทาอ๋ออาเปจูบคะแนนตะวงนัวเฮ็ดบานลงมันใหญ่ด่ายอมทาเนียงโจจัดพลายเชอร์สอาด้วยจะเนียงได้เก็บเซย์ใหญ่ด่าบานจอยอมว่าไม่ก็มันใหญ่ด่ามีซอแล้วอย่างอ่อนนะเฮาเนียงมันต่างตอนมาสลามจำลายอย่าใบพังเนียงก็ต้นโคลนต้นพลายเกยลวกบ้านมินโจนะกับบานนอนมีซอแล้วโจมาขนมลานเวนเตอร์เฮาเกกับบานไหนมีซอแล้วสังงอมเกยเนื้อหนังแต่มาดองเรียเกวันนี้ก็เกยลวกด้วยคะแนนได้เฮาตัวแต่จัดพลือล้างตัวแต่ตัวสับระบอบมีซอลบานโรล้างเติมมีซอแล้วบานดังขลุ่นให้เนี่ยก็เคยทาซอยแต่ปรามในตีเตี้ยใต้ปนนอกคือดอทไงเลยให้มีโซลาร์ไพ่บกปัวเหมือนกันอะไรนี่เฮียเนียงในขังกราบเตี้ยตีดเนียงงัดเฟื่องไม่เติบเตี้ยตอนเตอเนียงกับคำได้มินโจนังงัดจูเนียงเติบเตี้ยให้ได้ซาแต่เหมือนตอนสะเพียบก้าเนียงงัดกับบางรถเติบเตี้ยได้โคลนไอ้ตายมาดองปนตายไพ่ไปเตอเนียงหลังรถดัวหายจอลางเตอก็เตอจีลานเป็นแต่ได้แจสำนางได้แต่ปัวเกนังงัดเหนือเจ็ดเตี้ยหายมินโจนักเกชบลานจังตอนเตมีโซลาร์ก็รถโจแต่ขนมเตี้ยตั้งไปหลังจองซ่าเป็นนังงัดกับปลาทั้งไงหมันไตบ้านหายตัวแต่เมย์ทั้งไงเติมมะป้าบานวอมมีซอลงัดมาจูบหนังครูแปดสมัยระบเนียงเรียงลางกับตัวมันเตยปนตายไปแต่ครูเปิดเป็นนัตเตอร์เคยทำเหมือนเมียนปัญหาไว้เต้ครูเปิดนั่งกับบานประดามถ้าเหลือคราวเยอะเตยแต่ปรองประหยัดแต่บานขบเชียงนี่ใบเยืองเงียมามินโจนเว้งเกยคำตรุษทราบแต่รอมีซอลได้ปนตายมีซอลแล้วมาเลือกตรุษทราบระบเกยซ่าให้เกยก็มานั่งแต่เถิดเฟื่อไม่เมียนเกยก็สมรายจัดใจมาจูบหนังปลาระบมีซอลหายใส่เรื่องกับบานกัดเมาเหนือเปยยบยังเคยมีซอลมาระบเนียงให้หนึ่งอกจงกับปองต่างกุยยามาหาจมูกขี้ลูบานบันไตเมาเตอปลาระบมีซอลงัดกอดบานตลอดมาแท้หายก็ได้เมาจุ่มหนังเมนจนเตียพังมีซอลกรอนแต่เคยจังเพลียมเนียงกับบานรถตะกันบันตบอย่างเลื่อนให้ไม่บานเตยเจนจังเนียงแรงจังจุ่มโมเกะลูบานมาสบะมาเตียนมินโจนังงัดเรียบหนังเจนเตอเวนแต่หายเตอมีซอลงัดเนียงเจนปีขนมบันตบเมาอ๋อกาเปิดเตอเกนเนอร์สงอมเรียบจำขลวนซามนนังงัดมกสินเปยโยนจังเตอขมาเกมีซอลกับบานเจนมาด้านในใหญ่ขณีจุ่มหนังเมนจนเนียงบานในใหญ่ทาป้าปะให้เจียแผลบโลกให้มาเตอนังไงยอมในใหญ่ก็หะโลกตายขยมเมียนเจตนาเล่าขยมสมโตพังนะปะตอมาว่าเนียงกับจังดาจังปนตามินโจนักกับบานจับได้เนียงชอบอารมณ์แต่ในใหญ่ทาเนียงเหมือนไอ้ในใหญ่เรื่องแต่เนียงจอนในใหญ่เฮายักกับดาจังบานเล่าขยมเมียเรื่องมวยแต่ขยมแหละปีเนียงใหญ่ใบนังเฮายักแกกับบานทามีโซแต่มาดองเกณฑ์ใหญ่ถ้าโจจัดเนียงอัดจังมาลาเฮายักเมียแต่ทำจังตะมองเตอจำนายไอ้มีโซล่าเนียงกับบานทับเกวันได้ตกไอเพียซากายวิกาดังจะเนี่ยปราเพียซาแบดงแต่จอจองกรอยเตอพวกเกต่างปีเนี่ยก็ใครแต่จะสังสารหนังขณีหายเอาแต่เปยบล่างดังแต่ทาปีเนี่ยนังใจมาดาเลงจุ่มขณีมีโซล่าเนียงกับบานจับใจแต่เลือกีตามวยปนตายเนียงบานเต็งเต้หายพวกเกก็ใจแต่ใจมาหล่อมให้จุ่มขณีเจียบต่อเตียนจังเตอมินโจนะกับบานนอมมีโซลมาการกะไหลมวยได้เนินนังเมียนเกดังกีตาหายก็โดยจิเมียการชินกับซาเองแต่งตัวเนี่ยตามตีซาเทระนะด้านจังหายมินโจนเกกับใบกลมเนินเกจังไอมีโซล่างัดสาทวยูทูบแต่เมื่อมีโซล่าดังตาหลับ
បីហើយមានអ្នកចូលចិត្តច្រើនហ្មងព្រោះតែចម្រៀងរបស់នាងតែងមកគឺព្រោះខ្លាំងណាស់មីសុលស្ដាប់ទៅដូចជាតំណងដែរនាងក៏បានសាកចាប់ផ្ដើមធ្វើ YouTube មែនប៉ុន្តែមីសុលមិនបានបង្ហាញមុខទេនាងបង្ហាញត្រឹមតែកចុះក្រោមតែប៉ុណ្ណោះមីសុលក៏បានដេញហ្គីតារួមនឹងច្រៀងចម្រៀង Original របស់នាងហើយនាងក៏ពិតជាទទួលបានការគាំទ្រច្រើនមែនដល់អញ្ចឹងមីសុលក៏បន្តផុសចូលទៅក្នុង YouTube របស់នាងជាហូរហែដែលមានម៉ាក់ហើយនឹងប៉ារបស់នាងចាំគាំទ្រជានិច្ចពេលដែលពួកគាត់បានឃើញកូនសប្បាយចិត្តពួកគាត់ក៏សប្បាយតាមដូចគ្នារីឯអុកខ្ជុងឯនេះវិញក៏ជាអ្នកប្រូ style កញ្ចក់ឲ្យមីសុលអុកខ្ជុងហ្នឹងចូលចិត្តណាស់អារឿង stylish ឯរបៀបអញ្ចឹងនោះសរុបមកទាំងម៉ាក់ប៉ាពួកម៉ាក់ហើយនឹងសង្សារគឺសុទ្ធតែគាំទ្រមីសុលពេញមួយទំហឹងមិនយូរប្រហែលទេមីសុលក៏ទទួលបាន subscriber រហូតដល់ទៅ 100k ឯណោះមីនចូលណាក៏បានទិញនំខេកមកអបអរសាទរជាមួយគ្នាគេមានទាំងកាដូមកឲ្យនាងថែមទៀតផងដែលនោះគឺជាហ្គីតាដែលមីសុលចង់បានហើយបើសិនជាមីសុលហ្នឹងចង់អរគុណគេមីសុលក៏ច្រៀងបទចម្រៀងថ្មីឲ្យគេស្ដាប់មួយបទមកអូខេមីសុលជួនតាមសំណពរទៅចុះបទចម្រៀងដែលមីសុលច្រៀងមកឡើងលងលោចអេដមីនសូមណែនាំឲ្យអ្នកទាំងអស់គ្នាចូលទៅមើលរឿងពេញតែម្ដងបន្ទាប់ពីអ្នកទាំងអស់គ្នាបានមើលរឿងដែលអេដមីនសម្រាយយល់ហើយពេលដែលមើលរឿងពេញនឹងបានស្ដាប់បទចម្រៀងដែលមីសុលច្រៀងអ្នកទាំងអស់គ្នាដឹងតែជាប់ចិត្តហ្មងលុះបានមួយរយៈមកទៀតមកក្តីសុខរបស់មីសុលក៏ចាប់ផ្ដើមរលាយជាបណ្ដាព្រោះអីមានអ្នកស្គាល់នាងពួកគេបានដឹងថានាងរស់នៅឯណាហើយនាងក៏មានជំងឺប៉ះថ្ងៃមិនបានអ្នកខ្លះទៅពេលដែលបានដឹងរឿងហ្នឹងហើយពួកគេក៏សើចចំអកពួកគេលក់លយថាមីសុលដូចជាបិសាចជញ្ជក់ឈាមអញ្ចឹងនិយាយទៅឃើញគេមានក្តីសុខមិនបានមិនចេះជួយត្រេកអរគេអាម៉េចមីសុលនាងក៏សែតនាងក៏ចង់រស់នៅជាជីវិតស្ងប់ស្ងាត់ដោយការពីមុនត្រឡប់មកវិញនាងលែងចង់ធ្វើ YouTube យូរទាំងអីទៀតទេប៉ុន្តែបន្ទាប់ពីមីសុលទទួលបានសារពីមនុស្សម្នាក់ដែលម្នាក់នោះមានជំងឺដូចជាមីសុលបេះបិទម្នាក់នោះក៏បាននិយាយប្រាប់ថានាងគឺជា top fan របស់មីសុលតែម្ដងហើយនាងពិតជាចង់អរគុណមែនតើមីសុលគឺ inspire ឲ្យនាងបានរស់ទៅមុខទៀតនាងខំតែគិតថាពេលដែលមានជំងឺប៉ះថ្ងៃមិនបានអញ្ចឹងនាងធ្វើអីក៏មិនបានធ្វើអីក៏មិនកើតដូចជាគេឯងឯទៀតដែរប៉ុន្តែបន្ទាប់ពីនាងបានឃើញមីសុលហើយនាងនឹងព្យាយាមស្វែងរកនៅអ្វីដែលនាងចូលចិត្តនៅអ្វីដែលនាងចង់ធ្វើពាក្យសម្ដីប្រមាណម៉ាត់របស់ក្មេងស្រីម្នាក់ហ្នឹងក៏បានឲ្យកម្លាំងចិត្តមកដល់មីសុលមួយផ្នែកធំមីសុលក៏សម្រេចចិត្តវិលត្រឡប់មកកាន់ YouTube វិញហើយសារនេះនាងក៏បានបង្ហាញមុខមាត់ពិតរបស់នាងទៀតផងនាងក៏ថែមទាំងនិយាយពីជំងឺដ៏កម្ររបស់នាងតែឲ្យអ្នករាល់គ្នាបានដឹងពេលនេះគឺលែងមានអ្វីជាអាចកំបាំងទៀតហើយនាងក៏និយាយជាបន្ថែមថានាងចាប់ផ្ដើមធ្វើ YouTube គឺមិនមែនក្នុងនាមជាអ្នកជំងឺទេប៉ុន្តែគឺក្នុងនាមជាអ្នកចូលចិត្តតន្ត្រីម្នាក់នាងក៏ចង់ចែករំលែកក៏ដូចជាចង់ឲ្យអ្នករាល់គ្នាហ្នឹងសប្បាយចិត្តនៅតន្ត្រីជាមួយនាងហើយនាងក៏ចង់ឲ្យអ្នកទាំងអស់គ្នាមានក្តីសង្ឃឹមតាមរយៈតន្ត្រីរបស់នាងហើយរឿងក៏បានកាត់មកនៅពេលយប់យើងឃើញមីសុលបានសម្រេចចិត្តមកប្រគំតន្ត្រីនៅទីសាធារណៈដែលមានការជួយជ្រោមជ្រែងពីអុកខ្ជុងក៏ដូចជាមានជនហើយថែមទាំងមានក្រុមភ្លេងមួយក្រុមនេះមកជួយជាបន្ថែមទៀតផងពួកគេទាំង4គឺជា top fan របស់មីសុលហើយពេលដែលមីសុលយល់ព្រមឲ្យពួកគេប្រគំតន្ត្រីជាមួយពួកគេគឺពិតជាមានកិត្តិយសខ្លាំងណាស់ហើយចំពោះការប្រគំតន្ត្រីនេះទៀតសោតក៏មានអ្នកចូលចិត្តមានអ្នកមកទស្សនាជាច្រើនគ្នាឃើញហើយឡើងសែនរំភើបចិត្តជួសមីសុលខ្លាំងណាស់ថ្មីត្បិតតែមីសុលមានជំងឺក៏មែនប៉ិតប៉ុន្តែនាងអាចឲ្យកម្លាំងចិត្តទៅដល់មនុស្សទូទៅធម្មតាបានមិនត្រឹមតែឲ្យកម្លាំងចិត្តទៅដល់អ្នកឈឺដូចជានាងទេមីសុលគឺជានារីខ្លាំងហើយនិងនារីក្លាហានម្នាក់លុះបានមួយរយៈមកទៀតមកពេលដែលមីសុលកំពុងតែដេញហ្គីតាលេងឲ្យអុកខ្ជុងស្ដាប់នាងដូចជាកាំងតសៃស្ពឹកតសៃអីមិនទេដល់អញ្ចឹងហើយនៅពេលយប់ឡើងនាងក៏បានមកកាន់មន្ទីរពេទ្យជាមួយម៉ាក់ប៉ារបស់នាងលុះពេលដែលគ្រូពេទ្យធ្វើការពិនិត្យចប់នាងក៏សូមស្ដាប់ការពន្យល់ពីគ្រូពេទ្យដែលផ្ទាល់តែម្ដងលោកគ្រូពេទ្យក៏បាននិយាយរាយរាប់ប្រាប់ថាជំងឺរបស់មីសុលចាប់ផ្ដើមមានការវិវត្តទៅមុខហើយវាគឺជាការវិវត្តមិនល្អទេពេលណាដែលខួរក្បាលរបស់មីសុលចាប់ផ្ដើមរួមតូចវានឹងធ្វើឲ្យរាងកាយរបស់មីសុលចាប់ផ្ដើមស្ពឹកនៅតំបន់មួយចំនួនហើយយូរទៅមីសុលនឹងលែងមានចលនាកើតហើយសម្រាប់នៅពេលនេះពួកគេនឹងព្យាយាមផ្ដល់ថ្នាំពន្យាដើម្បីតែកុំឲ្យការវិវត្តហ្នឹងដើរទៅមុខលឿនពេកគ្រូពេទ្យក៏បាននិយាយបញ្ជាក់ប្រាប់ដែរថាជំងឺប៉ះថ្ងៃមិនបានហ្នឹងព្យាបាលមិនជាសះស្បើយឡើយដំណឹងមួយនេះគឺពិតជាក្រៀមក្រំមែនតើសម្រាប់គ្រួសាររបស់មីសុលក៏ដូចជាមានជូនហើយនឹងអុកខ្ជុងដែលពួកគេគឺជាមនុស្សស្និទ្ធស្នាលបំផុតរបស់មីសុលសម័យខ្លួនវិញនាងតូចចិត្តពេកទៅនាងចង់តែឈរការាថ្ងៃអាណានៃម្ដងតើកុំតែបានមានជូនហ្នឹងគេមកឃើញតន់គេក៏បានរត់មកជួយការពារហើយបន្ទាប់មកមានជូនក៏អង្គុយយំឲ្យតែពេលឮសូរមីសុលនិយាយពីការស្លាប់មួយម៉ាត់ណាក៏ចិត្តស្លាប់ពីរម៉ាត់ហ្នឹងក៏ចិត្តស្លាប់មានជូនណាដឹងតែទប់ទឹកភ្នែកអត់បានទេមីសុលហ្នឹងអីក៏និយាយស្រួលម៉ែមិនក៏មីសុលហ្នឹងមិនគិតដល់អារម្មណ៍របស់គេផងបានមកសបកមកពេលដែលពួកគេរៀងស្រួលអារម្មណ៍បន្តិចពួកគេក៏បានចេញមកញ៉ាំបាយជួបជុំគ្នាហើយពួកគេក៏បន្តអង្គុយមើលកុនជាមួយគ្នាទៀតផងដោយពួកគេមើលរឿងដែលមានជូនសម្ដែងសម័យខ្លួនណែណា
មានតែហ៊ានមើលខ្លួនឯងសម្ដែងអីណាគេអៀនខ្លាំងណាស់ពេលដែលដល់វគ្គគេចេញគេក៏បានរត់ទៅពួនតើតែចောက်វគ្គដែលមានជនសម្ដែងហើយទើបមានជនហ៊ានត្រឡប់មកវិញប៉ុន្តែយ៉ាងណាក៏ដោយពេលដែលគេបានដើរមកដល់វិញនោះម៉ាក់ប៉ាមីសូឡាក៏និយាយលេងសើចជាមួយចំណែកឯមីសូឡានេះអង្គុយតែសើចដែរហ្នឹងតួមានជនចេញមកឡើងដោយតួកំ ប្លែងបន្ទាប់ពីនឹងមកមីសូឡាហើយនឹងមីនជូណាក៏បានចេញមកដើរលំហែនៅក្បែរផ្ទះមីសូឡាក៏បានរំលឹកទៅការពីតូចដោយសារតែនាងមានជំងឺប៉ះថ្ងៃមិនបាននាងមានចេញទៅណាកោតនាងក៏រៀននៅតែផ្ទះការងារអីហ្នឹងក៏មិនមានធ្វើម្ល៉េះហើយប៉ារបស់នាងក៏បានទិញហ្គីតាឲ្យនាងក៏ចាប់ផ្ដើមចូលចិត្តតន្ត្រីព្រោះអីពេលដែលនាងច្រៀងហើយពេលដែលនាងលេងហ្គីតាទាំងអស់ហ្នឹងគឺធ្វើឲ្យនាងភ្លេចឈឹងតែម្ដងថាខ្លួននាងមានជំងឺនាងក៏សប្បាយចិត្តបានមកគ្រាហើយពេលដែលមីសូឡានាងបាននឹកទៅដល់គ្រានោះត្រឡប់មកវិញនាងក៏ស្រាប់តែចង់បន្តធ្វើ YouTube ទៀតនាងចង់ច្រៀងនាងចង់ព្យាយាមឲ្យដល់ទីបញ្ចប់តាមលទ្ធភាពដែលនាងអាចធ្វើទៅបាននាងមិនចង់រស់នៅឲ្យដូចជាមនុស្សស្លាប់ឡើយមានជនណែគេនៅចាំគាំទ្រចាំនៅក្បែរជានិច្ចគេនឹងមិនចាក់ចោលមីសូលទៅណាជាដាច់ខាតសូម្បីតែក្រុមភ្លេងមួយក្រុមនេះក៏ពួកគេបានជួយបន្ថែមទៅដល់មីសូលដែរមីសូឡាឡើងមានមនុស្សល្អៗជាច្រើននៅជុំវិញខ្លួននាងឥឡូវនេះអូខ្ជុងក៏ឡើងជា stylist ប្រចាំឲ្យមីសូលឯមានជនវិញក៏ជា manager ផ្ទាល់របស់នាងតែម្ដងពេលវេលាក៏ចេះតែដើរទៅមករីឯជំងឺរបស់មីសូឡាក៏កាន់តែអាក្រក់ទៅប៉ុន្តែមីសូឡានៅតែបន្តព្យាយាមរស់នៅឲ្យបានល្អជាទីបំផុតនាងឆ្លៀតទិញបានសម្បត្តិដំណើរកំសាន្តទៅលេងកោះហាវ៉ៃហ្នឹងឲ្យឪពុកម្ដាយរបស់នាងទៀតផងហើយនាងក៏បានទិញឧបករណ៍ជាងកាត់សក់មួយឈុតហ្នឹងតែឲ្យអុកខ្ជុងនាងក៏ជូនពរឲ្យអុកខ្ជុងហ្នឹងធ្វើតេស្តជាប់ហើយអុកខ្ជុងក៏អាចបើកសាឡនឲ្យខ្លួនឯងបានលុះមាននៅថ្ងៃមួយនោះមីសូឡាក៏បានសម្រេចចិត្តចេញមកដើរលេងនៅក្រោមកំដៅថ្ងៃជំនងមានជនប៉ុន្តែនាងក៏មានសម្លៀកបំពាក់ការពារខ្លួនអីត្រឹមត្រូវឡើងមួយសែនម្ល៉េះហើយនាងនឹងមិនកើតអីទេគ្រាន់តែថាពេលដែលនាងដើរចេញមកដល់ខាងក្រៅគេរាល់គ្នាក៏ចេះតែតាមងាកមើលព្រោះអីឃើញនាងប្លែកខុសគេហើយបើទោះបីជានាងស្លៀកពាក់រុំជុំចិត្តអញ្ចឹងក៏ដោយក៏នៅតែមាន fan មើលស្គាល់នាងដែរពួកគេក៏បានសុំមកថតរូបជាមួយហើយ fan មានច្រើនគ្នាដែរតើនេះលេងសើចអីមីសូឡាក៏ទទួលបានអារម្មណ៍ប្លែកមួយបែបទៀតអញ្ចឹងទៅនាងសប្បាយចិត្តខ្លាំងណាស់ហើយរឿងក៏បានកាត់មកនៅថ្ងៃមួយដែលមីនជូនហ្នឹងបានមក audition តួសារនេះមានជនដើរតួរៀងធំជាងមុនណាហើយគេក៏បាន audition ជាប់បន្ទាប់មកគេក៏បានឃើញសារមួយរបស់អុកខ្ជុងពេលដែលឃើញសារហ្នឹងហើយគេពិតជាភ័យមែនតើដោយសារតែពេលនេះមីសូលនាងឈឺធ្ងន់ដល់ដំណាក់កាលចុងក្រោយហើយនាងក៏ត្រូវចូលពេទ្យហើយដាក់អុកស៊ីហ្សែនផងអីផងខ្លាចតែថាមីនជូនហ្នឹងមកបន្តដង្ហើមចុងក្រោយរបស់នាងទេនេះហើយនៅខណៈហ្នឹងទៀតសោតលោកគ្រូពេទ្យហ្នឹងក៏បានប្រកាសថាដោយយោងទៅតាមការបដិសេធរបស់អ្នកជំងឺនៅក្នុងការប្រើប្រាស់ឧបករណ៍ទ្រទ្រង់ជីវិតជាបន្តហើយនាងក៏ចង់បរិច្ចាគសរីរាង្គរបស់នាងដូច្នេះហើយនៅវេលាម៉ោង 3:49 រសៀលពួកគាត់នឹងដកឧបករណ៍ចេញពីអ្នកជំងឺទាំងអស់បន្ទាប់ពីប្រកាសចប់គ្រូពេទ្យក៏បានទុកពេលឲ្យគ្រួសារនិយាយលាគ្នាជាមួយនឹងមីសូលជាលើកចុងក្រោយប៉ាណែមានទៅនិយាយចេញឯណាគាត់ឡើងគាំងអស់ហើយគាត់និយាយអីមិនចាញ់ទេរីឯម៉ាក់របស់មីសូឡាគាត់ក៏និយាយទៅកាន់កូនទាំងទឹកភ្នែកម៉ាក់អស់កូនដែលកូនកើតមកជាកូនស្រីរបស់ម៉ាក់ស្រឡាញ់កូនខ្លាំងណាស់មីសូលរួចមកក៏ដល់វេនរបស់អុកខ្ជុងហើយអុកខ្ជុងហ្នឹងនិយាយមិនចាញ់ដែរហ្នឹងនាងបានត្រឹមតែយំតែប៉ុណ្ណោះដូច្នេះហើយជាបន្តមកគ្រូប៉ារ៉ាគឺត្រៀមនឹងដាក់ឧបករណ៍ចាញ់ហើយស្រាប់តែមីជូនគេក៏បានមកតន់ចឹងទៅគេក៏រត់មកនិយាយជុំនឹងមីសូលថាមីសូឡាបងជាប់ការ audition តាមការសន្យាជាមួយអូនហើយកុំបារម្ភពីបងឮអត់ហើយបងក៏មានអីចង់ឲ្យអូនស្ដាប់បន្តិចដោយខាងប៉វិជុបន្ទាប់ពីពួកគេបានដឹងពីពេលវេលាចុងក្រោយរបស់មីសូលដែរពួកគេក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះហើយក៏មាន fan មួយចំនួនបាន comment តាមការ live ពិធីការនីក៏បានសូមអានឲ្យស្ដាប់បន្តិចចុះការបាយគ្នាគឺតែងតែបន្សល់នូវភាពឈឺចាប់ប៉ុន្តែក៏មានការចងចាំល្អស្រស់ស្អាតជាមួយគ្នាផងដែរបើទោះបីជាពួកយើងនឹងត្រូវបែកគ្នាឥឡូវនេះចម្រៀងដែលនាងបានបន្សល់ឲ្យពួកយើងគឺតែងតែស្ថិតនៅក្នុងបេះដូងរបស់ពួកយើងជានិច្ចនាងនឹងស្ថិតនៅក្នុងការចងចាំរបស់ពួកយើងបន្ទាប់ពីពិធីការនីអានចប់នាងក៏បានចាក់បទចម្រៀងមួយរបស់មីសូលដែលមួយបទនេះគឺជាបទចម្រៀងចុងក្រោយបំផុតដែលមីសូលបានតែងនិពន្ធក៏ដូចជាច្រៀងហើយនៅទីបំផុតមីសូឡាក៏បានលាចាក់ចែងទៅកាន់ពិភពលោកថ្មីមួយនាងលាទៅតែរាងកាយតែប៉ុណ្ណោះប៉ុន្តែសម្លេងរបស់នាងគឺនៅតែស្ថិតក្នុងកៅអៅបេះដូងរបស់គ្រួសារហើយនិងអ្នកគាំទ្រជាដរាបលុះបានប្រហែលឆ្នាំកន្លងផុតទៅយើងឃើញថាអុកខ្ជុងជោគជ័យជាមួយនឹងការងារសាឡនរបស់នាងហើយនាងគឺមានហាងផ្ទាល់ខ្លួនហើយនាងក៏នៅតែបន្តប្រើប្រាស់ឧបករណ៍ដែលមីសូឡាបានទិញឲ្យនាងជាកាដូបើចំណែកឯមានជនវិញគេបានឡើងធ្វើតួធំគេមានទេពកោសល្យគួបផ្សំនឹងការខិតខំប្រឹងប្រែងរបស់គេផងនោះគេក៏ចាប់ផ្ដើមមានឈ្មោះបោះសម្លេងយាយម៉ាក់ប៉ាមីសូឡែណាពួកគាត់ក៏រស់នៅតាមធម្មតាដូចជាជីវិតគូដតីទៀតរីឯបទចម្រៀងរបស់មីសូលនឹងស្ថិត
នៅក្នុងការចងចាំរបស់អ្នករាល់គ្នាជារៀងដរាបតរៀងទៅអើយរឿងមួយនេះក៏សន្មតថាមកដល់ទីបញ្ចប់ត្រឹមតែប៉ុណ្្នឹងឯងអរគុណច្រើនបងអូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាណាមុននឹងបញ្ចប់វីដេអូនេះដែរ admin ក៏សូមអរគុណទៅកាន់ fan ដែលបាន support admin អ្នកទី1គាត់មានឈ្មោះចន្ទថាគាត់បាន remark ថា admin អើយនៅក្នុងកងសល់តែប៉ុណ្ណឹងទេ love admin fan 5ឆ្នាំហើយតាំងពី admin សម្រាយ Kingdom មកទៅបរ ABA admin ឃើញចា admin អរគុណណារីឯ fan ទី2វិញគាត់មានឈ្មោះភក្តីប្រាថ្នា admin អរគុណច្រើន fan ជាបន្តគាត់មានឈ្មោះសូវាសនាគាត់បាន remark ថាអរគុណសម្រាប់ការសម្រាយរឿងហាងកាហ្វេចប់ចា admin អរគុណដូចគ្នាហើយ fan ចុងក្រោយវិញ admin បានទទួលពីឈ្មោះសុកមានគាត់បាន remark ថាសួស្តីចាសួស្តីហើយអរគុណធំណា admin ក៏សូមអរគុណទៅកាន់ fan ផ្សេងៗទៀតរបស់ admin ផងដែររងចាំជួបជាមួយនឹង admin ថ្ងៃនេះម្ដងទៀតនៅវីដេអូក្រោយខាន់សាមីដាអានញ៉ង